សួស្តីបងប្អូនទាំងអស់គ្នាបងឈ្មោះជឿនធីជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យ Western ក្រុងតាខ្មៅជំនាញវិទ្យាសាស្ត្រ Computer ហើយបងក៏ជាអតីតសិស្សនីតិ A កាលពីសម័យប្រឡង25សីហា2025ដូចគ្នាថ្ងៃនេះបងនឹងធ្វើការចែករំលែកបទពិសោធន៍អំពីការប្រឡងបាក់ឌុបទៅកាន់បងប្អូនទាំងអស់គ្នានៅថ្ងៃខាងមុខនេះសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាធ្លាប់មានអារម្មណ៍ដូចបងកាលពីមុនអត់ដោយសារបងពីមុនក៏ធ្លាប់មានអារម្មណ៍ថាភ័យផង stress ផងអផងគេមិនលក់ដោយសារតែពាក្យមួយម៉ាត់ថាគៀកដល់ថ្ងៃប្រឡងបាក់ឌុបបងក៏យកអារម្មណ៍ដែលបងប្អូនកំពុងតែជួបដូចគ្នាអារម្មណ៍ដែលសភៅក្រាស់ជាងខ្នើយមកគេងតិចជាងមករៀនពេលខ្លះបងក៏ធ្លាប់ដូចសួរខ្លួនឯងផងដែរថាតើបងអាចធ្វើវាបានល្អអត់ប៉ុន្តែបងប្អូនត្រូវតែជំនះចិត្តខ្លួនឯងឲ្យបានថាការប្រឡងបាក់ឌុបអ្នកណាក៏ធ្លាប់ឆ្លងកាត់ដូចគ្នាហើយការភ័យខ្លាចនោះគ្រាន់តែជារឿងធម្មតាទេបងប្អូនចូលជំនះវាឲ្យបានហើយបងប្អូនត្រូវតែគិតអំពីអនាគតរបស់បងប្អូននៅមុខទៀតពីតែ A មិនមែនការចេញអំពីភាពវៃឆ្លាតរបស់បងប្អូនតែមួយមុខនោះទេប៉ុន្តែវាការចេញអំពីការតស៊ូព្យាយាមអត់ធ្មត់នៅវិន័យដែលបងប្អូនកំពុងតែមាននៅសល់ពេលតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងឈានចូលដល់ថ្ងៃប្រឡងបាក់ឌុបហើយដូច្នេះបងសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាកែប្រែភាពភ័យខ្លាចទៅជាការផ្ដោតអារម្មណ៍ចូលផ្ដោតទៅលើអ្វីដែលបងប្អូនអាចធ្វើបាននៅពេលនេះជាមុនសិនចាំបងប្អូនអាចគិតអំពីលទ្ធផលដែលនឹងផ្ដល់ឲ្យបងប្អូននៅពេលក្រោយសូមបងប្អូនទាំងអស់គ្នាគ្រប់គ្រងពេលវេលារៀនឲ្យបានល្អសម្រាប់ឲ្យបានគ្រប់គ្រាន់ថែរក្សាសុខភាពដើម្បីធ្វើឲ្យការប្រឡងបាក់ឌុបរបស់បងប្អូននៅពេលខាងមុខនេះទទួលបានលទ្ធផលល្អប្រសើរគ្មានការខិតខំប្រឹងប្រែងណាដែលគ្មានតម្លៃនោះទេចូលបងប្អូនទាំងអស់គ្នាចូលបន្ទប់ប្រឡងប្រកបដោយភាពស្ងប់ស្ងាត់ដកដង្ហើមវែងជឿជាក់លើខ្លួនឯងថាខ្ញុំអាចធ្វើវាបានបងនឹងរងចាំលើកទឹកចិត្តនិងអបអរសាទរពីភាពជោគជ័យរបស់បងប្អូនពីចម្ងាយជូនពរឲ្យបងប្អូនដែលប្រឡងបាក់ឌុបទូទាំងប្រទេសទទួលបាននីតិល្អគ្រប់គ្នាស៊ូប្រសិនបើបងប្អូនមានចម្ងល់បន្ថែមដែលចង់ធ្វើការសាកសួរមកកាន់បងប្អូនអាចទៅដាក់សួរនៅក្នុងខមមិនខាងក្រោមបាន